ស្លឹកបាសដែលអ្នកខ្លះហៅថាស្លឹកបាសគឺជាបន្លែធម្មជាតិដែលប្រជាជនខ្មែរនិយមយកមកធ្វើជាម្ហូបអាហារដូចជាស្ងោរជ្រូកឬធ្វើជាអន្លក់ ក្រៅពីរសជាតិឆ្ងាញ់ប្លែកស្លឹកបាសក៏មានអត្ថប្រយោជន៍ចំពោះសុខភាពគួរឲ្យកត់សម្គាល់ផងដែរ 1. សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ស្លឹកបាសផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម Anthocyanin ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការការពារកោសិកាក្នុងរាងកាយពីការបំផ្លាញដោយរ៉ាឌីកាល់សេរី ការទទួលទានអាហារដែលមានសារធាតុនេះជួយកាត់បន្ថយហានិភ័យនៃជំងឺរ៉ាំរ៉ៃផ្សេងៗ 2. ជំនួយដល់ប្រព័ន្ធរំលាយអាហារ ស្លឹកបាសមានជាតិសរសៃ fiber ខ្ពស់ដែលជួយឲ្យប្រព័ន្ធរំលាយអាហារដំណើរការបានល្អ វាជួយសម្រួលដល់ការបន្ទោបង់និងការពារបញ្ហាកទល់លាមក 3. បំបត្តិអាការៈក្តៅក្នុងខ្លួន នៅក្នុងឱសថបុរាណស្លឹកបាសត្រូវបានគេចាត់ទុកថាជាបន្លែដែលមានលក្ខណៈសម្បត្តិត្រជាក់ដែលជួយកាត់បន្ថយអាការៈក្តៅក្នុងខ្លួនឬអាការៈខ្វះជាតិទឹកបានយ៉ាងល្អ ការទទួលទានជាស្ងោរឬទឹកស្រស់អាចជួយឲ្យរាងកាយមានអារម្មណ៍ស្រស់ស្រាយ 4. ពង្រឹងប្រព័ន្ធភាពស៊ាំ ស្លឹកបាសមានផ្ទុកនូវវីតាមីននិងជាតិរ៉ែមួយចំនួនដែលចាំបាច់សម្រាប់រាងកាយដូចជាវីតាមីន C ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំឲ្យកាន់តែរឹងមាំក្នុងការប្រឆាំងនឹងមេរោគនិងជំងឺផ្តាសាយ 5. ជួយដល់សុខភាពឆ្អឹង ក្នុងស្លឹកបាសក៏មានផ្ទុកជាតិកាល់ស្យូមនិងជាតិរ៉ែចាំបាច់មួយចំនួនដែលរួមចំណែកដល់ការថែរក្សាសុខភាពឆ្អឹងឲ្យរឹងមាំនិងការពារការវិវត្តនៃជំងឺពុកឆ្អឹងបានមួយកម្រិត ចំណុចគួរប្រុងប្រយ័ត្ន ការលាងសម្អាតដោយសារស្លឹកបាសជាបន្លែដែលដុះតាមធម្មជាតិឬតាមចម្ការអ្នកត្រូវលាងសម្អាតឲ្យបានស្អាតល្អជាមួយទឹកអំបិលឬទឹកស្អាតច្រើនដងដើម្បីកម្ចាត់ដីខ្សាច់ឬសំណល់ថ្នាំសម្លាប់សត្វល្អិត បរិមាណទទួលទាន ទោះបីជាមានប្រយោជន៍ក៏ដោយការទទួលទានអ្វីមួយច្រើនលើសលប់តែម្នាក់ឯងគឺមិនមែនជាជម្រើសល្អឡើយ ការទទួលទានអាហារចម្រុះមុខគឺជារឿងសំខាន់បំផុត